ចាជំរាបសួរមកពីបងប្អូនអរគ្នានេះគឺជារដូវកាលបុណ្យគ្រីស្មាស់បងប្អូនណាចាបុណ្យគ្រីស្មាស់នេះគឺមានន័យថាគឺជាបុណ្យដែលរំលឹកពីព្រះយេស៊ូវបានប្រសូតមកជាមនុស្សលោកបងប្អូនណាបុណ្យគ្រីស្មាស់នេះគឺបង្ហាញនៅសេចក្តីស្រឡាញ់សេចក្តីសង្ឃឹមហើយនិងសេចក្តីសង្គ្រោះដ៏អស្ចារ្យដែលព្រះយេស៊ូវបានមកសង្គ្រោះមនុស្សលោកយើងនេះបងប្អូនណាចានៅក្នុងរដូវកាលបុណ្យគ្រីស្មាស់នេះគឺមានការតុបតែងភ្លើងពណ៌ដ៏ស្រស់ស្អាតនៅតាមទីកន្លែងប្រជុំជនឬក៏នៅតាមផ្ទះឬក៏នៅតាមកន្លែងធ្វើការផ្សេងៗបងប្អូនណាចាបងប្អូនអាចទស្សនាភ្លើងប្លែកហើយទៅមានរូបរាងផ្សេងពីគ្នានៅតាមគេហដ្ឋានឬក៏នៅតាមទីកន្លែងផ្សេងទៀតបងប្អូនណាចាជាពិសេសកុមារគឺថាពួកគាត់សប្បាយរីករាយនឹងរដូវកាលនេះណាចាដោយសារពួកគាត់បានទទួលអំណោយពីឪពុកម្ដាយបងប្អូនឬក៏មិត្តភក្តិចាចំណែកឯអាកាសធាតុវិញនៅក្នុងរដូវកាលនេះគឺថាមានភាពត្រជាក់បន្តិចបងប្អូនណាចានៅតាមទីកន្លែងខ្លះក៏មានធ្លាក់ snow ហើយទីកន្លែងខ្លះក៏មានធ្លាក់ខ្យល់រំភើយដែរបងប្អូនណាចាបងប្អូនដូច្នេះវីដេអូរបស់នាងខ្ញុំនៅថ្ងៃនេះក៏នាងខ្ញុំសូមបញ្ចប់នៅត្រឹមនេះដែរបងប្អូនណាចានាងខ្ញុំនិងក្រុមគ្រួសារសូមជូនពរបងប្អូនទាំងអស់ឲ្យមានក្តីសុខសាន្តសប្បាយរីករាយក្នុងពេលបុណ្យគ្រីស្មាស់ខាងមុខនេះផងដែរបងប្អូនណាចានាងខ្ញុំសូមលំអរកាយជម្រាបលា